នៅពេលដែលសង្គ្រាមលោកលើកទី2ចាប់ផ្ដើមផ្ទុះឡើងនៅខែកញ្ញាឆ្នាំ1939បារាំងធ្វើបិទតែមានចំនួនប្រជាជនតិចជាងអាល្លឺម៉ង់ដល់ទៅ2ដងក៏ប៉ុន្តែប្រទេសទាំងពីរមានកម្លាំងទ័ពប្រហាក់ប្រហែលគ្នាហើយមានអាវុធយុទ្ធភ័ណ្ឌប្រដំប្រសងគ្នាចំណុចដែលខុសគ្នាហើយដែលនាំឲ្យបារាំងត្រូវទទួលបរាជ័យធ្លាក់ក្រោមការកាន់កាប់របស់ហ៊ីតឡែរគឺមកពីយុទ្ធសាស្ត្រទ័ពរបស់បារាំងនៅពេលនោះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើខ្សែក្រវ៉ាត់ការពារដែលបារាំងបានសង់នៅតាមបណ្ដោយព្រំដែនជាមួយអាល្លឺម៉ង់តាំងពីក្រោយសង្គ្រាមលោកលើកទី1ខ្សែក្រវ៉ាត់ការពារនេះត្រូវបានគេឲ្យឈ្មោះថា Ligne Maginot ដោយយកតាមឈ្មោះរបស់អតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមរបស់បារាំងដែលជាអ្នកផ្ដួចផ្ដើមគំនិតសាងសង់គឺលោក André Maginot បារាំងបានផ្ដោតអាទិភាពខ្ពស់និងចំណាយថវិកាការពារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការសាងសង់ Ligne Maginotគឺដោយសារតែបារាំងគិតថាវាគឺជាខ្សែក្រវ៉ាត់ការពារដ៏រឹងមាំបំផុតដែលកងទ័ពអាល្លឺម៉ង់មិនអាចឆ្លងកាត់បានជាការពិតនៅក្នុងយុទ្ធសាស្ត្រឈ្លានពានលើប្រទេសបារាំងមេទ័ពរបស់ហ៊ីតឡែរក៏មិនបានព្យាយាមវាយលុកកាត់តាម Ligne Maginot ដ៏រឹងមាំនេះដែរក៏ប៉ុន្តែវាលុកចូលតាមច្រកផ្សេងគឺកាត់តាមប្រទេសប៊ែលហ្ស៊ិកដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសបារាំងហើយដែលបារាំងមិនមានប្រព័ន្ធការពាររឹងមាំដោយសារតែនៅពេលនោះប៊ែលហ្ស៊ិកគឺជាប្រទេសអព្យាក្រឹតហើយមិនមែនជាគូសត្រូវរបស់បារាំងនៅថ្ងៃទី10ខែឧសភាឆ្នាំ1940កងទ័ពអាល្លឺម៉ង់បានបើកការវាយលុកចូលឈ្លានពានប្រទេស3ព្រមគ្នាគឺលុចសំបួរហូឡង់និងប៊ែលហ្ស៊ិកហើយ3ថ្ងៃក្រោយមកទៀតកងទ័ពអាល្លឺម៉ង់ក៏បានវាយលុកឆ្លងពីប៊ែលហ្ស៊ិកចូលមកដល់ទឹកដីបារាំងរួចហើយវាយបំបាក់កងទ័ពបារាំងនៅត្រង់ទន្លេមើសក្បែរព្រំដែនប្រទេសប៊ែលហ្ស៊ិកប្រឈមមុខនឹងសង្គ្រាមផ្លេចបន្ទោររបស់អាល្លឺម៉ង់ទាហានបារាំងរាប់ម៉ឺននាក់ដែលឈរជើងនៅសមរភូមិទិសខាងជើងក្បែរព្រំដែនប៊ែលហ្ស៊ិកក៏បាននាំគ្នាទម្លាក់អាវុធចោះចាញ់ហើយសុខចិត្តខ្លាចទៅជាឆ្លើយសឹករបស់អាល្លឺម៉ង់ក៏ប៉ុន្តែនៅពេលនោះមិនមែនទាហានបារាំងទាំងអស់សុទ្ធតែសុខចិត្តទម្លាក់អាវុធចោះចាញ់អាល្លឺម៉ង់នោះទេនៅថ្ងៃទី17ខែឧសភាឧត្តមសេនីយ៍ Charles de Gaulle ដែលទើបនឹងត្រូវបានតែងតាំងឲ្យធ្វើជាមេបញ្ជាការកងពលរដ្ឋក្រោះបារាំងបាននាំកងពលរបស់លោកចូលទៅវាយស្ទាក់បង្អាក់ដំណើរកងទ័ពអាល្លឺម៉ង់ដើម្បីឲ្យកងទ័ពបារាំងមានពេលរៀបចំខ្សែត្រៀមការពារក្រុងប៉ារីក៏ប៉ុន្តែនៅពេលនោះកងរដ្ឋក្រោះរបស់ Charles de Gaulle ក៏មិនអាចទប់ទល់ទៅនឹងកងរដ្ឋក្រោះរបស់អាល្លឺម៉ង់បានយូរប៉ុន្មាននោះដែរគិតត្រឹមចុងខែឧសភាឆ្នាំ1940ខ្សែត្រៀមបារាំងនៅប៉ែកខាងជើងប្រទេសត្រូវដួលរលំស្ទើរតែទាំងស្រុងហើយអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់បារាំងក៏បានចាប់ផ្ដើមជំនះកងទ័ពរបស់ខ្លួនរួមជាមួយនឹងទាហានបារាំងជាង10,000នាក់ចេញតាមកប៉ាល់ពីដងកែកឆ្ពោះទៅប្រទេសអង់គ្លេសនៅក្នុងពេលកំពុងប្រឈមមុខនឹងកងទ័ពអាល្លឺម៉ង់នៅប៉ែកខាងជើងនៅឯទិសខាងត្បូងឯនោះវិញបារាំងក៏ត្រូវប្រឈមមុខនឹងសត្រូវមួយទៀតគឺអ៊ីតាលីក្រោមការដឹកនាំរបស់ម៉ូស៊ីលីនីសម្ព័ន្ធមិត្តរបស់ហ៊ីតឡែរដែលបានប្រកាសសង្គ្រាមលើបារាំងនៅថ្ងៃទី10ខែមិថុនានៅថ្ងៃទី14ខែមិថុនាឆ្នាំ1940កងទ័ពអាល្លឺម៉ង់បានវាយលុកចូលដល់ក្នុងក្រុងប៉ារីចំណែកឯរដ្ឋាភិបាលបារាំងបានរត់ភៀសខ្លួនចេញពីប៉ារីហើយទៅតាំងទីស្នាក់ការនៅក្នុងទីក្រុងប៊ុកដូនៅខាងត្បូងឈៀងខាងលិចប្រទេសបារាំង3ថ្ងៃក្រោយការដួលរលំក្រុងប៉ារីដោយប្រឈមមុខនឹងបរាជ័យដ៏សែនអាម៉ាស់នេះនាយករដ្ឋមន្ត្រីបារាំងគឺលោកប៉ូលរ៉េណូបានចុះចេញពីតំណែងហើយសេនាប្រមុខហ្វីលីប ពេតាំងដែលជាឧបនាយករដ្ឋមន្ត្រីនៅពេលនោះត្រូវបានតែងតាំងឲ្យឡើងមកកាន់តំណែងជំនួសលោកប៉ូលរ៉េណូវិញគ្រាន់តែបានឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងភ្លាមសេនាប្រមុខហ្វីលីប ពេតាំងបានស្នើភ្លាមទៅអាល្លឺម៉ង់ដើម្បីសុំចរចាចុះចាញ់សង្គ្រាមមួយថ្ងៃក្រោយមកគឺនៅថ្ងៃទី18ខែមិថុនាឧត្តមសេនីយ៍ Charles de Gaulle ដែលទើបនឹងត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមហើយដែលកំពុងស្ថិតនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសក៏បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈវិទ្យុ BBC ដែលបានរិះគន់សេចក្តីសម្រេចរបស់សេនាប្រមុខពេតាំងហ
ហើយបានអំពាវនាវឲ្យប្រជាជនបារាំងនាំគ្នាងើបឡើងកាន់អាវុធដើម្បីបន្តប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់តាមរយៈសេចក្តីថ្លែងការណ៍នេះឧត្តមសេនីយ៍ Charles de Gaulle ត្រូវបានរដ្ឋាភិបាលរបស់លោក Philippe Pétain កាត់ទោសដោយកម្បាំងមុខពីបាត់ក្បត់ជាតិក៏ប៉ុន្តែចលនាតស៊ូបារាំងប្រឆាំងនឹងអាល្លឺម៉ង់ក៏បានចាប់កំណត់ឡើងដែរនៅពេលនោះនៅថ្ងៃទី22ខែមិថុនារដ្ឋាភិបាលរបស់លោក Philippe Pétain បានចុះកិច្ចព្រមព្រៀងចុះចាញ់សង្គ្រាមជាមួយនឹងអាល្លឺម៉ង់ហើយតាមរយៈកិច្ចព្រមព្រៀងនោះទឹកដីបារាំងត្រូវបានពុះចែកជា3ចំណែកគឺទឹកដីពាក់កណ្ដាលនៅប៉ែកខាងជើងដែលរួមបញ្ចូលទាំងទីក្រុងប៉ារីសផងត្រូវស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់មួយផ្នែកតូចនៅប៉ែកខាងត្បូងឈៀងខាងកើតត្រូវស្ថិតក្រោមការកាន់កាប់របស់អ៊ីតាលីចំណែកទឹកដីដែលនៅសេសសល់នៅប៉ែកកណ្ដាលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោក Philippe Pétain ដែលបានទៅតាំងរដ្ឋធានីនៅទីក្រុង Vichy នៅលើក្រដាសរដ្ឋបារាំងក្រោមការដឹកនាំរបស់លោក Philippe Pétain ត្រូវបានចាត់ទុកថាជារដ្ឋអធិបតេយ្យមួយក៏ប៉ុន្តែធៀបពិតជាស្ដែងវិញគឺជារដ្ឋាភិបាលរណបអាល្លឺម៉ង់សុទ្ធសាធហ៊ីតលែរបានតម្រូវឲ្យកងទ័ពជើងទឹកបារាំងទាំងអស់ត្រូវតែរំសាយអាវុធចំណែកឯកងទ័ពជើងគោកវិញបារាំងមិនត្រូវមានឲ្យលើសពីចំនួន 10,000 នាក់នោះទេចំណែកទាហានបារាំងទាំងអស់ដែលអាល្លឺម៉ង់បានចាប់ជាឆ្លួយសឹកនៅប៉ែកខាងជើងប្រទេសត្រូវបន្តជាប់ឃុំនៅក្នុងប្រទេសអាល្លឺម៉ង់ដោយមិនអាចវិលត្រឡប់មកប្រទេសបារាំងបានវិញនោះទេលើពីនេះទៅទៀតរាល់ការចំណាយទាំងអស់របស់កងទ័ពអាល្លឺម៉ង់ដែលនៅកាន់កាប់ទឹកដីពាក់កណ្ដាលប៉ែកខាងជើងរបស់បារាំងគឺទទួលរ៉ាប់រងដោយថវិកាជាតិបារាំងទាំងស្រុងនិយាយដោយខ្លីហ៊ីតលែរចង់សង្កត់ក្បាលបារាំងឲ្យរៀបដល់ដីដើម្បីឲ្យបារាំងទទួលនូវភាពអាម៉ាស់ដោយអ្វីដែលអាល្លឺម៉ង់បានទទួលដោយសន្ធិសញ្ញាក្រុងវ៉ែកសាយនៅក្រោយសង្គ្រាមលោកលើកទី1តាមការពិតអ្វីដែលហ៊ីតលែរបានដាក់លើបារាំងមានភាពធ្ងន់ធ្ងរជាងអ្វីដែលសន្ធិសញ្ញាក្រុងវ៉ែកសាយដាក់លើអាល្លឺម៉ង់ឆ្ងាយណាស់ពីព្រោះថាអាល្លឺម៉ង់នៅក្រោយសង្គ្រាមលោកលើកទី1យ៉ាងហោចណាស់ក៏អាចរក្សាទឹកដីរបស់ខ្លួនបានទាំងមូលដោយគ្មានកងទ័ពបរទេសគ្រប់គ្រងហើយទាហានអាល្លឺម៉ង់ក៏មិនត្រូវបានគេចាប់ឃុំជាឆ្លុយសឹកនោះដែរ